สุดท้ายแค่ไงในเกมมันต้องเห็นบ่ยังเนี่ยแค่เรื่องฮันเตอร์ฮันเตอร์นักเนี่ยจับปรามเรื่องบ่ยังนักตาอีโซกาบ่ยังมันแต่จูบทีมหมอเคเวินเยอะนักเนี่ยให้เป็นนักตาอีโซกากับจับปรามใหญ่จอจ้าอย่างมวยทีมหมอเคให้เป็นนักตาเกจะจับปรามติงเกาเยอะดำไม่มือแต่ตีกรองเต็มหลงแล้วซาเกนักตาจังดังในเลือกข้างโซนมีบ่ยังนักตาการุในใบมาเยอะนักเนี่ยเป็นตัวนักตาโปเกกับจับปรามใหญ่จอจ้าเคเป็นยังเต็มหลงได้อีโซกาบ่ยังปัจจุบันจะคลายมันเต้นเยอะแล้วซาเกนกตารีนเลือกข้างโซนมีคลายมันเต้นเยอะแล้วซาเกได้มาเอาดิให้เป็นนักเกกับจับปรามใหญ่จอจ้าอย่างมวยทีมหมอเคให้เกกับจับปรามซอยเป็นยังแต่ម្ដងចឹងណាគ្នាដល់គេគេថាទាញកៅយិតមើលទៅទីក្រុងពេញយ៉ាងតែម្ដងដល់គេបាននិយាយប្រាប់ទៅលើនារីជូលីរបស់យើងថាទីក្រុងស៊ូណាមីរបស់យើងគេថាពិតជាអស្ចារ្យខ្លាំងមែនតើចឹងណាគ្នាដល់គេថាគេសប្បាយខ្លាំងមែនតើណាលោកសាស្ត្រាចារ្យរបស់យើងគេចាប់ប្រាំនិយាយចរចាជាមួយនឹងធីមរបស់គេចឹងដោយប្រាប់ទៅលើកូនចៅរបស់គេថានៅពេលនេះគេថាគេមានភារកិច្ចមួយដែលត្រូវធ្វើចឹងដល់គេនឹងគេថាយកការដល់អស្ចារ្យស៊ូណាមីនឹងទៅបដូរជាមួយនឹងអាបារ៉ាស៊ូណាមីដ៏អស្ចារ្យរបស់យើងចឹងណាគ្នាហើយនៅពេលនោះគេថាពួកគេទាំងអស់គ្នាក៏ចាប់ប្រាំប្រុងប្រៀបគ្នាចឹងដើម្បីទៅបដូរជាមួយនឹងអាបារ៉ាស៊ូណាមីរបស់យើងណាគ្នាដែលអាបារ៉ាស៊ូណាមីរបស់យើងក៏ចាប់ប្រាំបង្ហាញការទៅលើពួកគេរៀងខ្លួនក្នុងការបដូរគ្នាចឹងណាគ្នាប៉ុន្តែនៅពេលនោះគេថាពួកគេថានិយាយចរចាគ្នាត្រូវហើយនៅពេលនោះគេថាលោកសាស្ត្រាចារ្យរបស់យើងក៏បានដឹកនាំធីមរបស់គេថារត់គេចពីអាបារ៉ាស៊ូណាមីបានទៅហើយពេលនោះគេថាធារបស់អាបារ៉ាស៊ូណាមីរបស់យើងក៏ចាប់ប្រាំនិយាយចរចាគ្នាចឹងហើយអាបារ៉ាស៊ូណាមីរបស់យើងក៏បានប្រាប់ទៅលើគ្នារបស់គេថាគេនឹងគេថាត្រៀមក្នុងការដេញតាមទៅលើលោកសាស្ត្រាចារ្យរបស់យើងចឹងណាគ្នាចំណែកលោកសាស្ត្រាចារ្យរបស់យើងគេចាប់ប្រាំនិយាយជាមួយនឹងធីមរបស់គេចឹងដើម្បីរត់គេចពីអាបារ៉ាស៊ូណាមីរបស់យើងចឹងណាគ្នាដោយសារគេថាអត់និយាយចរចាជាមួយនឹងគេអត់ត្រូវទេចំណែកកូននឹងនារីសាលឿនរបស់យើងគេក៏ចាប់ប្រាំហាត់ក្បាច់កូនអស្ចារ្យស៊ូណាមីដោយវាយគ្នាទៅវិញទៅមកគេថាប៉ាល់ពេញនឹងតែម្ដងចំណែកគីឡូរបស់យើងគេថាអង្គុយមើលទៅលើពួកគេដោយសារគេថាអត់បានហាត់ជាមួយទេដោយសារគីឡូរបស់យើងគេថាលបួរដៃចឹងណាគ្នាបន្ទាប់មកគេថាពួកគេទាំងអស់គ្នាគេថាអស់កម្លាំងខ្លាំងមែនទែនចឹងដោយសារពួកគេថាហាត់ក្បាច់កូនអស្ចារ្យហើយពេលនោះគេថានារីសាលឿនរបស់យើងក៏ចាប់ប្រាំប្រើបាតដៃរន្ទះខ្យល់ស៊ូណាមីរបស់គេបង្ហាញទៅលើអាកលមកយើងចឹងហើយពេលនោះគេថាអាកលមកយើងគេថាចង់ហាត់ក្បាច់កូននឹងខ្លាំងមែនទែនប៉ុន្តែការហាត់របស់គេគេថាទទួលបានជោគជ័យចឹងដោយសារគេថានៅស្ទើរចឹងណាគ្នាហើយពេលនោះគេថាគីឡូរបស់យើងក៏បាននិយាយថានារីសាលឿនរបស់យើងថានារីសាលឿនរបស់យើងគេថាអត់ហត់ទេអីចឹងដោយមួយថ្ងៃគេថាហាត់ក្បាច់គុណដល់អស្ចារ្យចឹងណាគ្នាចំណែកអង្កលរបស់យើងគេថាពិតជាខំហាត់ខ្លាច់គុណបាសដៃរន្ទះខ្យល់ខ្លាំងមែនទែនចឹងដោយសារគេថាពិតជាចង់ចេះខ្លាំងមែនទែននៅពេលដែលគេនឹងគេថាបង្ហាញឲ្យគេឃើញចឹងគេថាគេពិតជាចង់ចេះខ្លាំងមែនទែនចឹងហើយពេលនោះគេថានារីសាលឿនរបស់យើងគេបានជប់ស្រីស្អាតចេញមកចឹងគេដោយនារីម្នាក់គេថាចេញពីការជប់របស់គេចឹងដោយនារីម្នាក់គេថាចេញមកដល់គេថារួមពេញនឹងតែម្ដងចឹងគេហើយពេលនោះគេថាគីឡូរបស់យើងគេបានមើលទៅលើនារីម្នាក់គេថាផ្លាំងភ្លឹកតែម្ដងហើយពេលនោះគេថានារីសាលឿនរបស់យើងក៏បាននិយាយផ្អាប់ទៅលើអាគីឡូរបស់យើងចឹងបណ្ដាធ្វើអាគីឡូរបស់យើងក៏ចាប់ប្រាំឆ្លោះជាមួយនារីសាលឿនរបស់យើងចឹងណាគ្នាកន្លែងមកមើលប្រូស៊ូណាមីរបស់យើងវិញគេថាពួកគេក៏ចាប់ប្រាំដេកចឹងហើយពេលនោះក៏សាមានបារម្ភម្នាក់ក៏ចាប់ប្រាំបើកការវាយប្រហារទៅលើពួកគេចឹងបណ្ដាធ្វើពួកគេមានការខឹងទៅលើបារោះអ្នកខ្លាំងមែនទែនដោយគេមិនគេថាអត់ដឹងថាបារោះហ្នឹងគឺជាអ្នកណាគេចឹងណាគ្នាហើយពេលនោះគេក៏ចាប់ប្រាំនិយាយចរចាគ្នាពេញហ្នឹងតែម្ដងដោយពួកគេថាម្នាក់គេថាអត់បាយ3ថ្ងៃណាគ្នាដោយសារគេឃ្លានអីស៊ីខ្លាំងមែនទែនចឹងហើយកាត់មកស្អែកឡើងគេថាពួកគេចាប់ប្រាំចាប់ចម្រិតទៅលើបារោះម្នាក់អញ្ចឹងដើម្បីសួរទៅលើពួកគេថាយប់មិញគេថាមានពីណាគេបានវាយប្រហារទៅលើគេចឹងណាគ្នាហើយបារោះម្នាក់មានការភ័យខ្លាចទៅលើគេខ្លាំងមែនទែនចឹងដោយសារគេថាចេះក្បាច់គុណដ៏អស្ចារ្យចឹងហើយពេលនោះគេថាបារោះ KD របស់យើងចាប់ប្រាំឆ្លុះមើលសកម្មភាពពួកគេទាំងអស់គ្នាចឹងដោយពួកគេបានចាប់ទៅលើប្រូកញ្ញាញមកយើងចាប់ប្រាំចូលមកហើយគេចាប់ប្រាំសង្ស័យទៅលើបារោះសក់កញ្ញាញមកយើងហើយគេក៏ចាប់ប្រាំកំចាត់ទៅលើបារោះសក់កញ្ញាញមកយើងបាត់ទៅដោយសកម្មភាពពួកគេទាំងអស់គ្នាគេថាប្រូ KD របស់យើងគេថាបានមើលឃើញទាំងអស់ចឹងណាគ្នាដោយប្រូ KD របស់យើងក៏បានទាញកៅយិតមួយយ៉ាងប្រវែងណាស់ចឹងដើម្បីមើលពួកប្រូស៊ូណាមីរបស់យើងចឹងណាគ្នាហើយប្រូ KD របស់យើងក៏បានរីកការទៅលើលោកសាចារ្យរបស់យើងចឹងថានៅពេលនេះគេថាប្រូស៊ូណាមីរបស់យើងក៏ចាប់ប្រាំពងធ្វើបាបទៅលើបារោះម្នាក់ចឹងណាគ្នាដោយពេលនោះគេថាលោកសាចារ្យរបស់យើងបានប្រាប់ទៅលើប្រូ KD របស់យើងថាឲ្យតាមដានទៅលើធីមរបស់ប្រូស៊ូណាមីរបស់យើងឲ្យទៀងទាត់ចឹងចំណែកបារោះម្នាក់នេះក៏ចាប់ប្រាំទាញកញ្ចក់វេទមន្តមួយយ៉ាងដើម្បីឲ្យមើលស៊ើបការទៅលើពួកគេចឹងណាគ្នាដោយទាំងចក់ហ្នឹងក៏ពិតជាអស្ចារ្យខ្លាំងមែនទែនចឹងដែលអាចស្កេនទៅមើលទីតាំងរបស់គេបានចឹងថាគូសត្រូវរបស់គេនៅត្រង់ណាចឹងណាគ្នាចំណែកអង្កលរបស់យើងវិញគេក៏ចាប់ប្រាំហាត់ឡើងអស់កម្លាំងចេញតែម្ដងក៏បានដេកស្រួលស្ដោកស្ដឹងចឹងណាគ្នាដោយសារគេពិតជាអស់កម្លាំងខ្លាំងមែនទែនហើយគេពិតជាឆ្ងល់ខ្លាំងមែនទែនថាហេតុអីបានជាគេនឹងធ្វើអត់បានចឹងណាគ្នាដែលនារីសក់លឿនរបស់យើងគេថាធ្វើបានចឹងដែលគេពិតជាឆ្ងល់ខ្លាំងមែនទែនអង្កលរបស់យើងគេថាពិតជាអស្ចារ្យដោយសារគេថាខំហាត់ខ្លាំងអស្ចារ្យប៉ុណ្ណឹងហើយប៉ុន្តែគេនឹងគេថាអាចធ្វើបានចឹងណាគ្នាហើយពេលនោះគេថាគីឡូនឹងនារីសក់លឿនរបស់យើងគេក៏ចាប់ប្រាំដើរនិយាយភាសាគ្នាចឹងដែលគេក៏ចាប់ប្រាំនិយាយរឿងក្នុងចិត្តម្នាក់ចឹងដោយសារពួកគេម្នាក់គេថាដាច់លុយចាយខ្លាំងមែនទែនក្រឡេកមកធីមប្រូស៊ូណាមីរបស់យើងគេក៏ចាប់ប្រាំនិយាយភាសាគ្នាចឹងដើម្បីតាមដានទៅលើលោកសាស្ត្រាចារ្យរបស់យើងចឹងណាគ្នាហើយពេលនោះគេថាប្រូស៊ូណាមីរបស់យើងគេចាប់ប្រាំទាញកាត់ដល់អាចារ្យស៊ូណាមីគឺកាត់ហោះដល់អាចារ្យចឹងដើម្បីដេញតាមទៅលើលោកសាស្ត្រាចារ្យរបស់យើងចឹងគេហើយពេលនោះគេថាលោកសាស្ត្រាចារ្យរបស់យើងគេចាប់ប្រាំរត់គេចទៅលើប្រូស៊ូណាមីរបស់យើង
ប៉ុន្តែប្រុសស៊ូណាមីរបស់យើងថាដេញតាមទៅលើលោកសាស្ត្រាចារ្យខ្លាំងមែនតើចឹងណាគ្នាប៉ុន្តែលោកសាស្ត្រាចារ្យរបស់យើងក៏ចាប់ផ្ដើមដាក់មីប្រៃយកតែម្ដងដោយសារគេគេថាចង់ជួយទៅលើប្រុសស៊ូណាមីរបស់យើងចាចំណែកអាកនរបស់យើងវិញគេក៏ចាប់ផ្ដើមហាត់ក្បាច់កូនបាត់ដៃរន្ទះខ្យល់របស់អាចារ្យស៊ូណាមីរបស់យើងដល់គេថាអត់បោះបង់ទេទោះគេថាធ្វើអត់ទាន់បានប៉ុន្តែគេនៅតែព្យាយាមចឹងណាគ្នាចំណែកលោកសាស្ត្រាចារ្យរបស់យើងវិញគេក៏ចាប់ផ្ដើមនិយាយភាសាគ្នាជាមួយនឹងក្រុមរបស់គេចាដែលលោកសាស្ត្រាចារ្យរបស់យើងគេចាប់ផ្ដើមប្រាប់ទៅលើពួកគេថាពួកគេនឹងថាត្រៀមខ្លួនកិច្ចទៅលើអាប្រុសស៊ូណាមីរបស់យើងចឹងណាគ្នាដែលប្រុស KD របស់យើងក៏បានរាយការណ៍ទៅលើលោកសាស្ត្រាចារ្យរបស់យើងពីហេតុការណ៍ទាំងអស់ចឹងថាឥឡូវគេថាប្រុសធីមរបស់ប្រុសស៊ូណាមីរបស់យើងក៏ចាប់ផ្ដើមតាមដានទៅលើពួកគេចឹងណាគ្នាណាគីឡូរបស់យើងក៏ចាប់ផ្ដើមដើរទៅរកអាកនរបស់យើងហើយក៏បានប្រាប់ទៅលើអាកនរបស់យើងថាកុំអាកនរបស់យើងគេថាខំខ្លាំងពេកចាហើយពេលនោះគេថាអាកនរបស់យើងក៏បាននិយាយប្រាប់ទៅលើអាគីឡូរបស់យើងថាគេនឹងខំហាត់ដើម្បីខ្លាចទៅជីអ្នកខ្លាំងកប់ក្តោងដល់អស់ចាចឹងណាគ្នាណាប្រុសស៊ូណាមីរបស់យើងគេថាដេញតាមទៅលើលោកសាស្ត្រាចារ្យមកខ្លាំងមែនតើហើយគេក៏បាននិយាយប្រាប់ទៅលើហើយឡែកបានជាលោកសាស្ត្រាចារ្យរបស់យើងគេថារត់គេចពីគេខ្លាំងម្ល៉េះចឹងណាគ្នាហើយប្រុសស៊ូណាមីរបស់យើងក៏បានប្រាប់ទៅលើគ្នារបស់គេថាទោះលោកសាស្ត្រាចារ្យរបស់យើងគេថារត់ដល់ជើងមេឃតើគេនឹងទៅតែតាមដែរចឹងដើម្បីបំពេញភារកិច្ចរបស់គេចឹងណាគ្នាណាលោកសាស្ត្រាចារ្យរបស់យើងវិញគេក៏ចាប់ផ្ដើមនិយាយភាសាជាមួយនឹងធីមរបស់គេហើយពេលនោះថាលោកសាស្ត្រាចារ្យរបស់យើងចាប់ផ្ដើមហោះស្ទួយទៅតែម្ដងដើម្បីឆ្លងពេលវេលាទៅភពផែនដីវិញចឹងដោយសារគាត់គឺថាពិតជាធន់ទៅលើកោះស៊ូណាមីខ្លាំងមែនទែនដោយសារតែប្រូស៊ូណាមីរបស់យើងគេថាដេញតាមទៅលើគាត់រហូតចឹងណាគ្នាហើយពេលនោះថាអ្នកយាមការនៅទីនោះក៏បានប្រាប់ទៅលើលោកសាស្ត្រាចារ្យរបស់យើងថានៅពេលនេះគេថាលោកតាស៊ូណាមីរបស់យើងកំពុងអសេតចឹងណាគ្នាហើយពេលនោះថាលោកសាស្ត្រាចារ្យរបស់យើងក៏ចាប់ផ្ដើមទៅជួបទៅលើលោកតាស៊ូណាមីរបស់យើងហើយពេលនោះគាត់ក៏បានចាប់ផ្ដើមគោះទ្វារចឹងដើម្បីសួរទៅលើលោកតាស៊ូណាមីរបស់យើងចឹងគ្នាដែលលោកតាស៊ូណាមីរបស់យើងគាត់កំពុងអសេតចឹងដោយសារគាត់ពិតជាខូចចិត្តខ្លាំងមែនទែនចឹងណាគ្នាហើយពេលនោះថាលោកតាស៊ូណាមីរបស់យើងក៏បាននិយាយប្រាប់ទៅលើលោកសាស្ត្រាចារ្យរបស់យើងថាគាត់ចង់នៅម្នាក់ឯងចឹងគ្នាហើយពេលនោះថាស៊ូណាមីរបស់យើងក៏ថាដេញតាមទៅលើលោកសាស្ត្រាចារ្យរបស់យើងថាមកដល់ភពផែនដីយកតែម្ដងហើយរឿងរបស់យើងថាការចោលនៅពេលហ្នឹងឯងអ្នកគ្នាហើយអ្នកគ្នាកុំភ្លេចរងចាំទស្សនាភាពបន្តទៀតអ្នកគ្នា